ខ្លាំងដូចគេល្បីមែនអាជីដែលយកស្បែកជើងវាក្បាលនារីម្នាក់ទៀតឲ្យរងរបួសបោះពាក្យសម្ដីថាបើចេញថ្លៃថ្នាំពេទ្យចាញ់ឲ្យតែបើទាសំណងច្រើនពេកនោះគាត់សុកចិត្តយកលុយនោះទៅជួលមេធាវីការពារក្តីវិញមហាជនពិតជាបានដឹងហើយថាកាលពីពេលថ្មីកន្លងមកនេះមានបណ្ដាញសង្គមជាច្រើនបានផ្សព្វផ្សាយករណីនារី2នាក់ទាស់ពាក្យសម្ដីគ្នារហូតដល់ប្រើហិង្សាយកស្បែកជើងវាក្បាលបណ្ដាលឲ្យភាគីម្ខាងរងរបួសបែកក្បាលចូលពេទ្យដេនិងរត់ទៅប្តឹងសមត្ថកិច្ចទាំងកណ្ដាលយកខណៈភាគីម្ខាងប្រកាន់យកត្រូវរៀងខ្លួនស្របពេលនារីដែលជាជនដៃដល់បានបោះពាក្យសម្ដីថាបើចេញថ្លៃថ្នាំពេទ្យថ្លៃដេនោះចេញឲ្យតែបើទាសំណងច្រើនពេកនោះគាត់សុកចិត្តយកលុយនោះទៅជួលមេធាវីការពារក្តីវិញមិនតែប៉ុណ្ណោះថែមទាំងគម្រាមប្តឹងនារីរងគ្រោះពីបទបរិហាកេរ្តិ៍ទៀតផងករណីនេះបើយោងតាមការផ្សាយរបស់បណ្ដាញព័ត៌មាន KFN Post News បានឲ្យដឹងថាករណីហិង្សានេះបានកើតឡើងកាលពីថ្ងៃទី20ខែ11ឆ្នាំ2025ស្ថិតនៅចំណុចខារ៉ាអូខេខ្យល់ត្រជាក់ភូមិស្ទឹងវែងក្រុងខេមរភូមិន្ទខេត្តកោះកុងនារីដែលរងនឹងការចោទប្រកាន់ថាជាជនដៃដល់មានឈ្មោះអាជីបម្រើការនៅក្នុងខារ៉ាអូខេខ្យល់ត្រជាក់ចំណែកនារីរងគ្រោះមានឈ្មោះថាណាហេងរងរបួសបែកក្បាលយ៉ាងដំណំក្រោយពីកើតហេតុនារីបង្កបានសម្របសម្រួលសុំសងសំណង50,000រៀលដើម្បីបញ្ចប់រឿងខណៈនារីរងគ្រោះមិនព្រមបើយោងប្រភពដដែលបានផ្សាយឲ្យដឹងថាករណីនេះផ្ដើមឡើងដោយសារចំនួនពាក្យសម្ដីវាយគ្នាទៅវិញទៅមកបើតាមនារីជនបង្កមានឈ្មោះអាជីបានរៀបរាប់បំភ្លឺថាការកើតហេតុផ្ទុះសារាយឈានទៅដល់ប្រាយអំពើហិង្សានេះគឺដោយសារនារីជាជនរងគ្រោះដែលជាអ្នកវាយគាត់មុនតែដោយសារស្បែកជើងដែលនារីរងគ្រោះវាយគាត់នោះជាស្បែកជើងជ័រទើបជាគាត់មិនមានរបួសចំណែកស្បែកជើងរបស់គាត់ដែលវាយជនរងគ្រោះនោះជាស្បែកជើងកែងស្រួចអញ្ចឹងបានជាបណ្ដាលឲ្យជនរងគ្រោះបែកក្បាលនោះឯងនារីរូបនោះបន្ថែមថាបើគ្រាន់តែចេញថ្លៃថ្នាំពេទ្យថ្លៃដេនោះគឺគាត់ចេញសងបានតែបើទាសំណងច្រើនពេកនោះគាត់សុកចិត្តយកលុយនោះទៅជួលមេធាវីការពារក្តីនិងរៀបចំដាក់ពាក្យប្តឹងជនរងគ្រោះវិញពីបទបរិហាកេរ្តិ៍ដែលឲ្យសារព័ត៌មានធ្វើការចុះផ្សាយពីគាត់ហើយគាត់ចង់ដឹងថាតើខាងជនរងគ្រោះមានលុយប៉ុន្មានដើម្បីតតាំងក្តីជាមួយគាត់នោះហើយជាចុងក្រោយអាជីបានផ្ដាំតាមសារព័ត៌មានយើងថាជួយប្រាប់គាត់ផងថាខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ប្តឹងគាត់វិញជួយប្រាប់គាត់ផងចំណែកភាគីនារីរងគ្រោះវិញគាត់បានរៀបរាប់ប្រាប់អង្គភាពយើងថាតាក់ទងទៅនឹងសំណងនេះគឺគាត់សុំត្រឹមតែ$1,000ប៉ុណ្ណោះដើម្បីបញ្ចប់រឿងព្រោះគាត់ក៏មិនចង់វែងឆ្ងាយដែរណាមួយគាត់រងរបួសនិងសរសៃខ្ចីព្រមទាំងខាត់បងពេលវេលាការងាររបស់គាត់ផងដែរនេះបើយោងតាម KFN Post News បានចេញផ្សាយពាក់ព័ន្ធទៅនឹងករណីខាងលើនេះអង្គភាពសារព័ត៌មានយើងក៏បានសុំការបំភ្លឺពីលោករស្នីឯកយុះច័ន្ទវិចិត្រអធិការនគរបាលក្រុងខេមរភូមិន្ទលោកគ្រាន់តែជម្រាបប្រាប់អង្គភាពយើងថាករណីនេះគឺលោកបានបញ្ជូនសំណុំរឿងទៅជំនាញស្នងការនគរបាលខេត្តរួចរាល់ហើយបើចង់ដឹងព័ត៌មានលម្អិតសូមធ្វើការតាក់ទងទៅផេកស្នងការទៅករណីនេះអង្គភាពយើងសូមមិនធ្វើការវែកញែកថាខាងណាខុសខាងណាត្រូវនោះទេសូមទុកឲ្យសមត្ថកិច្ចរកយុត្តិធម៌ឲ្យភាគីទាំងពីរទៅចុះ